រូបជំរាបសួរបងប្អូនចាវិលមកជួបគ្នាសាជាថ្មីនៅក្នុងរាត្រីមុនចូលគេងទៀតហើយបងប្អូនចាយើងនឹងមកបន្តចាអាននៅអត្ថបទដែលយើងអានមិនទាន់ចប់ពីម្សិលមិញបងប្អូនចាអញ្ចឹងរាត្រីនេះយើងនឹងមកអានបន្តចាដែលអត្ថបទពីម្សិលមិញនោះនាងខ្ញុំបានអានអត្ថបទមួយដែលមានចំណងជើងថាអ្នកនិពន្ធត្រូវតែជាអ្នកសមាធិចាគឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឡាំលីនដកស្រង់ចេញពីសៀវភៅអំណាចជាអំណាចចាយើងនឹងមកអានបន្តចាលើសពីនេះយើងអាចប្រៀបធៀបចំណេះដឹងទៅនឹងទូកដែលយើងត្រូវការតែពេលកំពុងឆ្លងសមុទ្របំណោះត្បិតដល់ពេលដែលយើងបានឆ្លងសមុទ្រផុតដល់ត្រើយហើយយើងក៏លែងត្រូវការចំណេះដឹងទៀតដែរមិនជាប់ជំពាក់យើងត្រូវការភ្លើងសម្រាប់ដុតកំទេចតណ្ហាមនុស្សហើយពេលណាភ្លើងបានដុតតណ្ហាមនុស្សឆេះអស់ហើយយើងក៏នឹងត្រូវតែយើងគឺពុំត្រូវការភ្លើងទៀតទេនិយាយដោយខ្លីដើម្បីឆ្លងទៅពិភពចិត្តគឺយើងត្រូវការចំណេះដឹងតក្កវិជ្ជាឬភាពសមហេតុផលដើម្បីធ្វើឲ្យមនុស្សមានជំនឿការធ្វើឲ្យមនុស្សមានជំនឿនេះគឺជារឿងដ៏កម្របំផុតក្នុងកិច្ចការពន្យល់មនុស្សអ៊ីចឹងហើយទើបស្ទើរតែគ្រប់សាសនាបានប្រើប្រាស់រឿងនិទានឬល្បែកឬពាក្យពេចន៍ពីសាសនាផ្សេងខ្លះដើម្បីបកស្រាយពន្យល់អ្នកស្ដាប់អ្នកបដិបត្តិធម៌ឲ្យគ្មានបរិយ័តធម៌គឺប្រៀបដូចជាមនុស្សខ្វាក់ស្ទាបដំរីឲ្យមនុស្សស្ទាបដំរីក្នុងទីងងឹតក្នុងចំណោមបរិយ័តធម៌3ប្រភេទដែលព្រះពុទ្ធសម្ដែងគឺមានបរិយ័តទី1ដែលប្រៀបដូចទៅនឹងអសិរពិសកាចអលកតុបៈចាអកលតុបរមបរិយ័តចាចំណេះដឹងដែលយើងរៀនមិនត្រឹមត្រូវក៏នាំផលមិនត្រឹមត្រូវប្រៀបដូចជាបុរសចាប់ពស់វែកត្រង់ខ្លួនហើយពស់វែកក៏ចឹកអវយវៈណាមួយរបស់បុរសនោះរហូតដល់ស្លាប់ជីវិតតើអ្នកនិពន្ធត្រូវមានសមាធិបែបណាចិត្តលុតដំដោយអាយុដែលបានរស់នៅលើផែនដីបានយូរក្តីឬដោយសារតែការប្រឡូកក្នុងជីវិតបានច្រើនក្តីទង្វើច្រើនឬក៏កម្មច្រើនឬដោយការសិក្សារៀនសូត្រក្តីឬដោយសារតែការសមាធិក្តីគឺធ្វើឲ្យមនុស្សឆាប់ចាស់ទុំលឿនអ្នកដែលរស់នៅលើផែនដីបានយូរឬអាយុច្រើនដែលធ្វើសកម្មភាពក្នុងជីវិតបានតិចឬបើបានប្រឡូកជាក់ស្ដែងក្នុងជីវិតតិចគឺកម្រនឹងមានចិត្តចាស់ទុំអ្នកដែលមានចំណេះដឹងច្រើនរៀនសូត្របានច្រើនឬមានចំណេះដឹងពេញខ្លួនតែបែរមិនមានវិជ្ជាសមាធិឬពុំបានបដិបត្តិសមាធិជាប្រចាំទេក៏ចិត្តនេះត្រឹមតែជាចិត្តថ្នាក់បរិយ័តដែលអាងទ្រឹស្ដីឬអាងប្រាជ្ញាឆ្លៀសវៃថ្នាក់ខួរក្បាលប៉ុណ្ណោះចិត្តបែបនេះគឺពុំមែនជាចិត្តចាស់ទុំពិតប្រាកដទេព្រោះចិត្តនេះវាសង្កត់ដោយសារតែចំណេះដឹងឧទាហរណ៍អ្នកមានចំណេះដឹងច្រើនពុំងាយខឹងផ្ដេសផ្ដាសឡើយហើយក៏ពុំងាយខឹងនេះទៀតសោតក៏ពុំមែនចិត្តខាងក្នុងមិនខឹងពីធម្មជាតិដែរតែខួរក្បាលឯណោះទៅវិញទេដែលសង្កត់ចិត្តថាកុំខឹងទប់អត់ធ្មត់ខាំមាត់សង្កត់ចិត្តចំណេះដឹងអាចសង្កត់ចិត្តកុំឲ្យខឹងតែចិត្តមិនអាចប្រយុទ្ធឈ្នះនឹងលោកធម៌នៃជីវិតឡើយរីឯចំណេះអ្នកដែលដល់ថ្នាក់ពិសោធន៍ជាក់ស្ដែងវិញគឺខុសគ្នាត្រង់ថាបើថាមិនខឹងគឺមិនខឹងហើយព្រោះជាចិត្តចាស់ទុំយល់ដឹងពីសភាពពិតនៃធម្មជាតិ
ខ្ញុំបានជួបប្រទះអត្ថបទមួយពីលទ្ធិសាសនាមួយដែលនិយាយពីសិល្បៈនៃការសរសេរដែលស្របនឹងអ្វីដែលខ្ញុំធ្លាប់ធ្វើដោយខ្លួនឯងកន្លងមកប៉ុន្តែខ្ញុំពុំបានចែករំលែកពីមុនព្រោះរកទស្សនៈស្រដៀងសម្រាប់ផ្ទៀងផ្ទាត់ពុំមានក្នុងខ្លួនខ្ញុំបានសាកល្បងរៀបរាប់ខ្លះទុកជាការពិចារណាអំពីលំដាប់3ក្នុងការសរសេររបស់អ្នកនិពន្ធលំដាប់ទី1គឺបញ្ចូលគំនិតឬស្វែងរកចំណេះដឹងឬស្រាវជ្រាវប្រម៉ែប្រមូលប្រភពគំនិតពីគ្រប់ទិសទីលំដាប់ទី2ក្រោយពីប្រមូលគំនិតបានច្រើនហើយគឺត្រូវព្យាយាមគិតត្រិះរិះពិចារណាដោយផ្ចិតផ្ចង់គិតឲ្យអស់ពីលទ្ធភាពតាមដែលអាចទៅរួចហើយសរសេរនៅគំនិតដែលខ្លួនវិភាគគិតឃើញលំដាប់ទី3ពេលណាសរសេរអស់ពីលទ្ធភាពហើយក៏ឈប់សរសេរហើយបង្វែរចិត្តមកសម្រាប់លំហែអារម្មណ៍បន្ធូរចិត្តឲ្យទទេគ្មានកង្វល់គ្មានសម្ពាធការសម្រាកនេះគឺដាច់ខាតកុំគិតអ្វីថែមទៀតទាំងអស់រក្សាចិត្តឲ្យស្ងប់ស្ងាត់ហើយទទេដោយគំនិតវិធីសាស្ត្រសរសេរបែបនេះវាស្រដៀងនឹងបច្ចេកទេសសមាធិមួយប្រភេទដែលតម្រូវឲ្យអ្នកសមាធិស្រែកឲ្យខ្លាំងបញ្ចេញសេចក្តីខ្វល់ខ្វាយឬសេចក្តីឈឺចាប់ឬភាពតានតឹងក្នុងខ្លួនតាមរបៀបផ្សេងធ្វើយ៉ាងណាឲ្យធូរអារម្មណ៍ដែលតានតឹងខាងក្នុងរបៀបនេះជារបៀបមួយនៃការបញ្ចេញអារម្មណ៍អាក្រក់ចោលក្រោយពីការស្រែកអស់ចិត្តហើយក៏ចាប់ផ្ដើមចូលដំណាក់កាលស្ងប់ស្ងាត់ឬស្ងប់ឈឹងលែងនិយាយលែងស្ដីមិនខ្វល់ខ្វាយពីបរិយាកាសខាងក្រៅតែស្ងប់ស្ងាត់ដកដង្ហើមមួយបន្ធូរចិត្តលំហែកាយសម្រាកចិត្តសម្រាកកាយនិងក្នុងន័យសមាធិបែបនេះគឺដោយសារតែមនុស្សទទួលបានភាពល្អក់កកពីពិភពខាងក្រៅច្រើនពេកទើបការស្រែកវាប្រៀបដូចជាការបញ្ចេញចោលនៅអ្វីដែលល្អក់កកខាងក្នុងចិត្តនិងចុងក្រោយគឺចូលដំណាក់កាលស្ងប់ឈឹងមិននិយាយស្ដីមិនប្រតិកម្មក្នុងការសរសេរគឺក៏អ៊ីចឹងដែរត្បិតអ្នកសរសេរត្រូវចេះកាត់ចោលនៅអ្វីដែលមិនល្អក្នុងពាក្យពេចន៍នៃសំណេរហើយទុកតែអ្វីដែលល្អនិងប្រយោជន៍តាមបទពិសោធន៍ខ្ញុំមើលឃើញថាមិនមែនចំណេះដឹងខួរក្បាលតែម្យ៉ាងទេដែលអាចដោះស្រាយបញ្ហារបស់ចិត្តបានតែវាត្រូវការពិសោធន៍ជាក់ស្ដែងនិងធ្វើជាក់ស្ដែងតែម្ដងអ្នកនិពន្ធត្រូវមុជជ្រៅទៅក្នុងជម្រៅចិត្តអ្នកអានតាមរយៈការសមាធិប្រើប្រាស់ធម៌ពលចិត្តវិធីសរសេរបែបនេះជាពិសេសសំណេរជាមួយនឹងសមាធិគឺអាចនាំអ្នកនិពន្ធខ្ជាក់ពីពាក្យពេចន៍មកមានទម្ងន់ជាពិសេសមានព្រលឹងនេះជាការចែករំលែកប៉ុណ្ណោះជាពិសេសការចែករំលែកនេះវាស្ថិតត្រឹមក្របខ័ណ្ឌនៃបទពិសោធន៍របស់ខ្ញុំផ្ទាល់ប៉ុណ្ណោះបើយើងមានចំណេះដឹងជាក់ស្ដែងយើងសមជាគ្រូបង្រៀនហើយបើយើងមានទាំងគំរូភាពល្អថែមទៀតយើងសមនឹងអាចបណ្ដុះមនុស្សរុញចរន្តសង្គមឲ្យរីកចម្រើនទៅមុខតាមរយៈសកម្មភាពជាក់ស្ដែងចាអត្ថបទដែលមានចំណងជើងថាអ្នកនិពន្ធត្រូវតែជាអ្នកសមាធិបានដល់ទីបញ្ចប់ហើយបងប្អូនចាបើអញ្ចឹងចាអត្ថបទនេះខ្ញុំអានពីរាត្រីចាបើបងប្អូនចង់ដឹងនិងចង់តាមដានថាអត្ថបទនេះមានអត្ថន័យពេញយ៉ាងណាសូមកុំភ្លេចតាមដាន Channel YouTube មករាអានច្រើនបង្កើនបញ្ញាចង់ស្ដាប់សូមចូលទីនេះចារាត្រីថ្ងៃស្អែកយើងនឹងមកជួបគ្នានៅអត្ថបទថ្មីមួយទៀតបងប្អូនដែលជាស្នាដៃរបស់អ្នកនិពន្ធឡាំលីនដដែលចាហើយនៅក្នុងសៀវភៅ
អំណាចជាអំណាចដដែលចាបងប្អូនអញ្ចឹងរាត្រីនេះនាងខ្ញុំសូមជម្រាបលាជួបគ្នានារាត្រីថ្ងៃស្អែកជាបន្តទៀត